សូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนติยสะវន្ទាមិខ្ញុំព្រះករុណាម្ចាស់សូមលើកកំបងបងអញ្ជលីគោរពសំពះនមស្ការចំពោះព្រះជន្ម3នៃគុណព្រះត្រៃរតន៍គឺមានគុណព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងដល់គង់គួរអំពីសំណាក់អង្គខ្ញុំព្រះករុណាអាត្មាភាពមួយចំណែកលើទីនោះក៏សូមធ្វើនៅសេចក្តីគោរពរាប់អានចំពោះលោកគ្រូធម្មយាចារ្យគ្រប់ប្រាលោកយាយលោកតាអ៊ីស្រាធិបតីសម័យដើមទៀនប្រធានដើមបុណ្យអស់លោកជាសាធិសប្បុរសស្រីប្រុសកុមារាកុមារីយុវជនយុវតីបងប្រុសបងស្រីសិស្សានុសិស្សអដ្ឋកោវតិសិទ្ធបញ្ញវន្តទាំងអស់ដែលមានវត្តមាននៅក្នុងមហារោងបុណ្យក៏ដូចជាលើតាមសម្លេងឃោសនាសាស្ត្រថាសម្លេងមីក្រូនាវលាគ្រាវកាសនេះដោយសេចក្តីគោរពស្រឡាញ់រាប់អានអំពីសំណាក់អង្គខ្ញុំព្រះករុណាអាត្មាភាពរកគាចេវតអរិយាចឧបាទចេឧបតវិពុទ្ធាតេអានុភាវេរិយដោយអានុភាពនៃកិរិយាតាបតនមស្ការមានព្រះពុទ្ធរតនៈជាដើមបណ្ដេះនេះក៏សូមការពារបញ្ជាបងនៅឧបទ្រពឧបវន្តតាយទាំងឡាយទាំងពួងដែលកើតមាននៅក្នុងសន្តានចិត្តដំណើរជីវិតរបស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសក៏សូមឲ្យចង្រៃនិងឧបទ្រពជាដើមនោះចូលដល់នៅសេចក្តីវិញ្ញាណបានបងចាប់តាំងពីថ្ងៃនេះតទៅតាតនាតរាងខមែនទេសេសាមីទីតីបន្តពីការប្រពើបាត់នមស្ការអាយ៉ា3បាត់លោកគ្រូធម្មយាចារ្យទាំងពីរព្រមដោយវិរុសង្ខេបបែបរៀបខ្លីនេះទៅក៏តម្រូវមកដល់លោកអង្គខ្ញុំព្រះករុណាអាត្មាភាពព្រះភិក្ខុរៀបដោយដែលគួរនៅក្នុងទីអារាមវត្តសូមក៏បានទូលនទីអំពីសំណាក់លោកគ្រូធម្មយាចារ្យគ្រប់ប្រាលោកយាយលោកតាអ៊ីស្រាធិបតីសម័យដើមទៀនប្រធានដើមបុណ្យអស់លោកជាសាធិសប្បុរសស្រីប្រុសទាំងអស់ក៏បានអរតនានិមន្តអង្គខ្ញុំព្រះករុណាអាត្មាភាពព្រះភិក្ខុរៀបដោយដើម្បីចូលខ្លួនផ្លាស់ប្លែងសម្ដែងនៅពធទេសនាចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសដើម្បីជាទីសន្តានដើម្បីទទួលយកនៅកុសលផលអានិសង្សតាមវិស័យជ្រះថ្លារៀងខ្លួននាវលាគ្រាវកាសនេះកម្មវិធីបុណ្យបានប្រពើនៅក្នុងភូមិក្រសាំងភូមិគ្នាស្រុកប្រដួលខេត្តស្វាយរៀងកម្មវិធីបុណ្យបានប្រពើត្រូវនៅថ្ងៃទី17ខែ5ឆ្នាំ2026ត្រូវព្រះពុទ្ធសករាជ2570កម្មវិធីបុណ្យនេះទៀតសោមានឈ្មោះថាកម្មវិធីបុណ្យឈាមនកិច្ចរបស់ញោមស្រីឧបាសិកាថោឡៃដែលលោកបានធ្វើការបរណៈទៅកាន់ប្រាក់លោកខាងមុខថ្មីនេះនៅក្នុងជន្មាយុ82ឆ្នាំអញ្ចឹងទៅនោះថ្ងៃនេះកូនប្រុសកូនស្រីកូនប្រសាកូនបង្កើតចៅប្រុសចៅស្រីចៅប្រសាចៅបង្កើតញាតិមិត្តសាច់សាវត្តចិត្តឆ្ងាយអ្នកស្រុកអ្នកភូមិអ្នកផលបងជាមួយទាំងអស់គឺលោកមានសេចក្តីទុកក្រៀមក្រំជាពុនពេកដោយសារតែបាត់បង់លោកម្ដាយជាទីស្រឡាញ់បាត់បង់លោកយាយជាទីស្រឡាញ់បាត់បង់ញាតិជាទីស្រឡាញ់ហើយការបាត់បង់នៅក្នុងថ្ងៃនេះទៀតសោគឺបាត់បង់ដោយលក្ខណៈភាពខុសគ្នាឆ្ងាយពីការបាត់បង់ដែលញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសធ្លាប់តែរៀបគ្នាទៅបំពេញកិច្ចការងារតាមបណ្ដាខេត្តឬមួយក៏កន្លែងនេះកន្លែងនោះឬមួយក៏រាជធានីភ្នំពេញជាដើមរយៈពេល1អាទិត្យ2អាទិត្យ1ខែ2ខែ1ឆ្នាំ2ឆ្នាំហើយអាចវិលត្រឡប់មកនិយាយស្ដីផ្ដើមអនុស្សាវរីយ៍ធ្វើកិច្ចការងារជាមួយគ្នាឬមួយក៏ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសអាចជួបគ្នានិយាយស្ដីជាមួយគ្នាវិញបានក៏ប៉ុន្តែការបែងនៅក្នុងថ្ងៃនេះហៅថាបែងដោយលក្ខណៈភាពបែងដោយសេចក្តីស្លាប់លទ្ធផលចុងក្រោយមិនសល់ទុកត្រឹមតែឆ្អឹងមួយធាតុឬមួយតែឆ្អឹងមួយចានតែប៉ុណ្ណោះសម្រាប់កូនប្រុសសម្រាប់កូនស្រីសម្រាប់ញាតិប្រុសស្រីក៏រំធ្វើបុណ្យធ្វើទានទៅតាមប្រពៃណីរៀងៗខ្លួនតែប៉ុណ្ណោះបើនិយាយពីសេចក្តីស្លាប់នេះញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសហើយគ្មាននរណា
ម្នាក់កិច្ចផុតរួចអំពីសេចក្តីស្លាប់នេះបានទេញាតិញោមអ្នកអញ្ជើញស្ដាប់ពធទេសនាក៏គួរតែស្លាប់អង្គខ្ញុំប្រកាសអាត្មាភាពអ្នកសម្ដែងពធទេសនាហៅថាទេសនានឹងក៏គួរតែស្លាប់ដូចគ្នាគ្រាន់តែថាមុននឹងក្រោយយូរនឹងឆាប់អាយុវែងឬខ្លីទៅតាមកុសលផលបុណ្យរៀងៗខ្លួនតែប៉ុណ្ណោះក៏ប៉ុន្តែបើសិនជាស្លាប់ទៅដោយអាយុវែងដូចញោមស្រីខឡៃទៅដល់82ឆ្នាំនៅក្នុងថ្ងៃនេះមិនងាយមានទេណាញាតិញោមជាពុទ្ធបរិស័ទប្រិយប្រណាញាតិញោមដែលមានអាយុច្រើនញាតិញោមដែលមានអាយុវែងទៅដល់8ទៅដល់9ទៅដល់100នេះគឺមិនងាយមានទេអ្នកដែលមានអាយុចាប់ពី75ឆ្នាំឡើងទៅព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងថាញាតិញោមជាពុទ្ធបរិស័ទប្រិយប្រនោះគឺជាអ្នកដែលមានបុណ្យមានកុសលខ្លាំងណាស់ដោយសារតែព្រះពុទ្ធសាសនាលោកសម្ដែងថាអាយុខៃនៃជីវិតរបស់មនុស្សម្នាក់ត្រឹមតែ75ឆ្នាំតែប៉ុណ្ណោះរហូតមកដល់បច្ចុប្បន្នយើងនេះក៏ថយចុះខ្លះៗដែរក៏ប៉ុន្តែនៅតែមានញាតិញោមជាពុទ្ធបរិស័ទប្រិយប្រលោកមានអាយុច្រើនទៅដល់8ទៅដល់9ទៅដល់100ដូចញោមស្រីផលឡៃអញ្ចឹងទៅដល់82ឆ្នាំឯណោះបើយើងនិយាយតាមធម៌ព្រះគឺជាអ្នកមានបុណ្យមានកុសលពីអតីតជាតិផងនិងបច្ចុប្បន្នជាតិផងក៏ប៉ុន្តែអាយុច្រើនយ៉ាងណាក៏ដោយក៏យើងមិនអាចកិច្ចផុតអំពីសេចក្តីស្លាប់នឹងបានដែរបុរាណអាចារ្យលោកបានពោលថា3ក្នុងខ្លួន4ក្នុងសែន1កាត់ផ្ដាច់2រត់តាម3ក្នុងខ្លួនរបស់មនុស្សម្នាក់ញាតិញោមក្តីអង្គខ្ញុំប្រកាសអាត្មាភាពក្តីគឺត្រៃលក្ខធម៌ទាំង3ឬមួយតែសាមញ្ញធម៌ទាំង3គឺអនិច្ចំទុក្ខអនត្តាញាតិញោមក្តីអង្គខ្ញុំប្រកាសអាត្មាភាពក្តីគឺមិនអាចកិច្ចផុតរួចអំពីធម៌ទាំង3នឹងទេអនិច្ចំមានន័យថារបស់មិនទៀងអាយុជីវិតដំណើរជីវិតរបស់ញាតិញោមតាំងពីក្មេងរហូតមកដល់ចាស់មិនទៀងមិនទាត់ទេកាលនៅពីក្មេងញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសបើយើងនិយាយអំពីកាលពីនៅក្រមុំឬមួយតែកំឡោះសាច់សខ្ចីសាច់សដោយបដិលខាងសម្អល់វាលកាន់ក្រវាលកាន់ក៏ធ្លាក់បានក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះយើងមិនទៀងយើងប្រែប្រួលទៅដល់វ័យចិត្តទៅដល់វ័យ8ឬមួយតែ60ចាប់ដើមជ្រាវជ្រួញលេចកើតជើងបងសក់ក៏ស្កើមិញក៏បាក់ដៃជើងក៏ឈឺចង្កេះក៏កោងអញ្ចឹងហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអនិច្ចំសភាពមិនទៀងទាត់ទី2នោះគឺទុក្ខំមានន័យថាសភាពជាទុក្ខញាតិញោមក្តីអង្គខ្ញុំប្រកាសអាត្មាភាពក្តីរមែងជុកទុក្ខជុកព្រួយមានការឈឺស្កាត់ជាដើមឈឺកាពះឈឺពោះវៀនឈឺដៃឈឺជើងឈឺចង្កេះឈឺឆ្អឹងឈឺខ្នងឬមួយក៏រោគគៀបជាតិធីប៊ីននៅក្នុងសរីរាង្គកាយមិនថាយូរមិនថាឆាប់តែតែមានដូចគ្នាត្រង់ចំណុចហ្នឹងហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាទុក្ខំសភាពជាទុក្ខទី3គឺអនត្តាជារបស់មិនមែនខ្លួនលទ្ធផលចុងក្រោយរូបរាងកាយដែលញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសស្រឡាញ់ណាស់ថែណាស់សម្អាតណាស់ក៏ប៉ុន្តែលទ្ធផលចុងក្រោយនៅតែคล้ายជាចំណីភ្លើងដែលញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសឃើញហើយនៅគណៈពេលដែលស្លាប់គឺញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសតែងតែឃើញភ្លើងឆាបឆេះរូបរាងកាយនៃសពនីមួយលទ្ធផលចុងក្រោយនោះបើសិនជាមិនបញ្ឈប់ព្រះអគិនឹងទេភ្លើងនឹងនឹងឆាបឆេះតទាំងអស់ទៅខ្លាយជាផេះទៅខ្លាយជាខ្ជូងរហូតមិនអាចសល់ឆ្អឹងបានក៏ថាបានដែរក៏ប៉ុន្តែយើងតែងតែប្ររពទុកនៅឆ្អឹងសម្រាប់កូនប្រុសកូនស្រីបូជាប្ររពធ្វើបុណ្យធ្វើទានទៅតាមប្រពៃណីរៀងៗខ្លួនដល់ពេលបួសក្នុងសែនមានន័យថាទឹកដីភ្លើងខ្យល់ទឹកដីភ្លើងខ្យល់នេះញាតិញោមជាពុទ្ធបរិស័ទក្តីអង្គខ្ញុំប្រកាសអាត្មាភាពក្តីកាលណាតែអស់ធាតុភ្លើងអស់ធាតុខ្យល់អស់ធាតុទឹកអស់ធាតុដីហើយមានន័យថាមិនអាចបន្តជីវិតឲ្យរស់រានរហូតតទៅមុខទៀតបានទេដល់ពេលទី3មួយកាត់ផ្ដាច់មួយកាត់ផ្ដាច់មានន័យថាមច្ចរាជព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអ្នកសមុទ្រមច្ឆេអ្នកអន្តលង្ខេអ្នកបបតាណាំងបើសេចក្តីស្លាប់នឹងមកដល់ហើយទោះបីយើងរត់កិច្ចទោះបីយើងរត់ពុះទៅដល់កលិនគិនកោះណាក៏ដោយក៏មច្ចរាជនឹងទៅផ្ដាច់អាយុជីវិតរបស់យើងតទៅបានទោះបីញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសឈឺស្កាត់ខិតខំប្រឹងប្រែងមើលថែពីកន្លែងមួយទៅកន្លែងមួយពីទីនេះទៅទីនោះ
មើលថែតាំងពីតិចរហូតអស់ច្រើនយ៉ាងណាក៏ដោយបើសិនជាផលបុណ្យនៃអាយុជីវិតរបស់យើងតាមមកពីអតីតជាតិបានតែប៉ុណ្ណឹងគឺយើងត្រូវតែស្លាប់ដូចនៅក្នុងថ្ងៃនេះអញ្ចឹងកូនប្រុសកូនស្រីមិនចង់ឲ្យញោមស្រីផងហើយឃ្លានចាស់ឆ្ងាយចេញពីខ្លួនទេមិនចង់ឲ្យញោមស្រីស្លាប់ទេខិតខំប្រឹងប្រែងជាបានមើលថែណាក៏ប៉ុន្តែលទ្ធផលចុងក្រោយនៅតែមិនអាចរៀងមិនជក់រៀងឲ្យមកដាច់អាយុជីវិតរបស់ញោមស្រីបាននៅតែញោមស្រីឃ្លានចាស់ឆ្ងាយចេញពីកូនប្រុសកូនស្រីទាល់តែបានអញ្ចឹងលោកឲ្យឈ្មោះថាមួយកាត់ផ្ដាច់ដល់ពេលពីររួតតាមមានន័យថាសហើយនឹងខ្មៅបុណ្យហើយនឹងបាបលទ្ធផលចុងក្រោយរបស់ញាតិញោមក្តីរបស់អង្គខ្ញុំកណ្ណាអាត្មាភាពក្តីមានតែបុណ្យហើយនឹងបាបទេដែលទៅជាមួយនោះញាតិញោមឃើញហើយថាអត់មាននរណាម្នាក់ស្លាប់ទៅហើយដឹកគោមិនដឹកយកស្រែមទីមាសបញ្ជីលុយមលានទ្រព្យធនធានដែលខ្លួនឯងមានរបស់របរដែលខ្លួនឯងមានយកទៅជាមួយបានទេកើតមកខ្លួនទៅទេស្លាប់ទៅវិញក៏ខ្លួនទៅទេកើតមកដោយបុណ្យដោយបាបស្លាប់ទៅវិញក៏ដោយបុណ្យដោយបាបកើតមកដោយមិនអាចយកអ្វីមកជាមួយតាមបានស្លាប់ទៅវិញក៏មិនអាចយកអ្វីទៅជាមួយតាមបានដែរគឺមានតែបុណ្យមានតែបាបនឹងឯងគេហៅថាពីររួតតាមអញ្ចឹងបើសិនជាញាតិញោមស្លាប់ទៅហើយបានបុណ្យច្រើនរមែងតែងតែទៅកើតនៅឋានទេវលោកហៅថាឋានទេវតាឬមួយទៅឋានមនុស្សលោកហៅថាឋានមនុស្សឬមួយទៅឋាននានាឋានល្អក៏ប៉ុន្តែបើសិនជាយើងមិនបានសន្សំបុណ្យសន្សំកុសលបានច្រើនទេរមែងតែងតែទៅកើតនៅទីទាមមិនរៀបស្មើណាមួយនោះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបើសិនជាយើងបានសន្សំបុណ្យសន្សំកុសលទុកហើយនោះរមែងត្រេកអរទាំងបច្ចុប្បន្ននិងអនាគតជាតិលោកសម្ដែងនៅក្នុងរឿងនាងសុមនាទេវីកូនរបស់លោកអនាថបណ្ឌិកសេដ្ឋីថាអ៊ីធៈនន្តតេបញ្ចនន្តតេកតបញ្ញឧភយថនន្តតេបញ្ញមេកតតេនន្តតេភយោនន្តតេសុគតង្កតោបើសិនជាយើងបានធ្វើបុណ្យទុកហើយរមែងត្រេកអររីករាយនៅក្នុងភពទាំងពីរឬមួយតែលោកទាំងពីររមែងត្រេកអររីករាយនៅក្នុងលោកនេះផងរមែងត្រេកអររីករាយនៅក្នុងលោកខាងមុខផងត្រង់ចំណុចនេះមិនខុសអីពីញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសយើងឧទាហរណ៍អញ្ចេះញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសសន្សំទុកដាក់មានទ្រព្យមានសម្បត្តិមានកមានសម្ព្រៃមានគោមានកបីមានដីមានស្រែនៅផ្ទះសម្បែងកន្លែងរស់នៅរបស់ញាតិញោមមិនខ្វះទេអាហារហូបចុកមិនខ្វះទេកន្លែងស្នាក់នៅមិនខ្វះទេរបស់របរប្រើប្រាស់ទោះបីញាតិញោមចង់អញ្ជើញទៅលេងទីក្រុងភ្នំពេញក៏ញាតិញោមមានទ្រព្យសម្បត្តិនឹងទៅកំដរឲ្យញាតិញោមសប្បាយរីករាយនៅទីនោះញាតិញោមដើរកម្សាន្តដោយសេចក្តីពេញចិត្តញាតិញោមចង់ហូបអីចង់ពិសាអីចង់ស្នាក់ចង់សម្រាកកន្លែងល្អកន្លែងណាក៏បានដែរដោយសារអីដោយសារតែញាតិញោមបានសន្សំទ្រព្យសម្បត្តិច្រើនដោយសារតែទ្រព្យសម្បត្តិនឹងកំដរដំណើរជីវិតរបស់ញាតិញោមបានអញ្ចឹងញាតិញោមចង់អញ្ជើញទៅណាក៏សប្បាយចិត្តរីករាយដែរដល់ពេលញាតិញោមត្រឡប់មកផ្ទះវិញក៏សប្បាយចិត្តរីករាយទៀតមានផ្ទះនៅមានផ្ទះសម្រាកមានបាយទឹកនំចំណីត្រីសាច់ហូបគ្រប់គ្រាន់មានគោក្របីមានដីស្រែចម្ការមានម៉ូតូជិះក្លូកង់ឡានប្រើប្រាស់គ្រប់គ្រាន់ត្រង់ចំណុចហ្នឹងមិនខុសអីពីព្រះសម្មាសម្ពុទ្ធសម្ដែងថាបើសិនជាយើងបានធ្វើបុណ្យទុកហើយនៅក្នុងបច្ចុប្បន្នរបស់យើងនឹងក៏យើងសប្បាយចិត្តរីករាយទៅអនាគតជាតិរបស់យើងក៏យើងសប្បាយចិត្តរីករាយមានន័យថាបុណ្យកុសលនឹងឲ្យស្ទើរដំណើរជីវិតរបស់ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសឲ្យទៅកើតនៅទីដ៏គង់គួយឲ្យទៅកើតនៅទីដ៏គង់គួរនៅក្នុងតកូលនេះមានទ្រព្យសម្បត្តិគ្រប់ស្ដង់មានផ្ទះសម្បែងកន្លែងរស់នៅមានអាហារហូបចុកគ្រប់គ្រាន់ត្រង់ចំណុចនេះមិនខុសអីពីយើងបច្ចុប្បន្នទេញាតិញោមអាចពិចារណាបានទារੂខ្លះបានមកចាប់កំណើតកើតជាមនុស្សដូចគ្នាក៏ប៉ុន្តែវាសនាដូចគ្នាទេញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសហើយទារੂខ្លះបានមកកើតនៅក្នុងផ្ទៃរបស់អ្នកម្ដាយនិយាយពីថាអ្នកម្ដាយជួបផលលំបាកខ្វះមុខខ្វះក្រោយខ្វះអាហារហូបចុកខ្វះសម្លៀកបំពាក់និយាយពីថាម្ដាយរកតែអាហារហូបដើម្បីឧបត្ថម្ភកូននៅក្នុងផ្ទៃឲ្យមានសុខភាពល្អស្ទើរតែគ្មានផងពេលដែលទៅរួមនោះប្រសូតចាស់ចេញពីផ្ទៃរបស់អ្នកម្ដាយប្រសូតចាស់ចេញហើយរកតែកណាត់ជូនខ្លួនស្ទើរតែគ្មានរកតែផ្ទះសម្បែងកន្លែងរស់នៅឲ្យបានត្រឹមត្រូវស្ទើរតែគ្មានរកតែបាយទឹកនំចំណីត្រីសាច់ហូបឲ្យបានគ្រប់គ្រាន់
3ពេលស្ទើរតែគ្មានរងដែរសុភមង្គលនៅក្នុងដំណើរជីវិតរបស់គាត់តាំងពីតូចរហូតដល់ធំនោះស្ទើរតែគ្មានផងត្រង់ចំណុចហ្នឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថានៅរូបនោះគាត់ខ្វះបុណ្យគាត់មិនបានតាមពូជបច្ច័យទាំងឡាយមូលទុកទេអញ្ចឹងលោកសម្ដែងថាគាត់ខ្វះបុណ្យទៀតលោកខ្លះគាត់មានបុណ្យញាតិញោមជាពុទ្ធបរិស័ទត្រីប្រហើយមកចាប់កំណើតកើតក្នុងផ្ទៃរបស់អ្នកម្ដាយភ្លាមនិយាយពីថាម្ដាយសប្បាយចិត្តស្វាមីសប្បាយចិត្តដឹងឮដល់យាយតាទាំងសងខាងសប្បាយចិត្តរីករាយដឹងឮទៅដល់អូនពូមានមីងបងប្អូននិយាយពីថាគេសប្បាយចិត្តរីករាយណាគេឧបត្ថម្ភឧបត្ថម្ភមានប្រាក់មានរបស់មានរបរអាហារហូបចុកឆ្ងាញ់ទៅរស់នៅក្នុងផ្ទៃនោះក៏មានសុខភាពល្អពេលតែបតូនចាស់គាត់មកនិយាយពីថាផ្ទះសម្បែងកន្លែងរស់នៅក៏មានត្រូវក៏មាននៅស្រាប់អាហារហូបចុកគ្រប់គ្រាន់ក៏មានស្រាប់និយាយពីថារបស់របរប្រើប្រាស់ក៏មានគ្រប់គ្រាន់ស្រាប់និយាយពីថាបងប្អូនយាយតាអូនពូមានមីងគូដៃគូជើងមានប្រាក់មានបច្ច័យលុយកាសមានផ្ទះមានសម្បែងកន្លែងរស់នៅមានដីមានស្រែមានទ្រព្យមានរបស់កូននោះរមែងបានសេចក្តីសុខតាំងពីតូចរហូតដល់ធំត្រង់ចំណុចនេះលោកសម្ដែងថាដោយសារតែគាត់នឹងបានសន្សំបុណ្យអំពីអតីតជាតិនិងបច្ចុប្បន្ននិងអំពីអតីតជាតិរបស់គាត់បានច្រើនយ៉ាងណាមិញកូនប្រុសស្រីនៅក្នុងថ្ងៃនេះបានធ្វើបុណ្យជូនអ្នកម្ដាយក៏ចង់ឲ្យបុណ្យកុសលនឹងបានសម្រេចដល់អ្នកម្ដាយក៏ចង់ឲ្យអ្នកម្ដាយបានទៅកើតទៅទីដល់គង់គួរអញ្ចឹងញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសជូនធ្វើបុណ្យដូចនៅក្នុងថ្ងៃនេះតាមរយៈគ្រូធម្មយាចាគ្រប់ប្រាណតាមរយៈលោកគ្រូធម្មយាចាតាមរយៈព្រះសង្ឃនេះគឺបានបុណ្យបានកុសលដល់អ្នកម្ដាយហើយបើសិនជាញាតិញោមស្រឡាញ់គាត់និងសំណោះអរឡៃគាត់កាលពីគាត់នៅរស់គាត់ខិតខំប្រឹងប្រែងណាស់ដើម្បីចិញ្ចឹមកូនប្រុសស្រីពេលខ្លះគាត់ធ្វើកិច្ចការងារទាំងយប់ទាំងថ្ងៃក្រោមខ្យល់ក្រោមភ្លៀងក្រោមកម៉ែញើហូរយើងបែកឈាមហូរឈាមឲ្យតែកូនរស់ឲ្យតែកូនសុខឲ្យតែកូនធំឲ្យតែកូនធន់ឲ្យតែកូនមានបានគាត់លះបង់ទាំងអស់ឥឡូវនេះគាត់ស្លាប់ចាស់ចោលញាតិញោមហើយញាតិញោមគ្មានអីជូនគាត់បានផ្ទាល់ទេមានតែការធ្វើបុណ្យធ្វើទានទៅជូនគាត់ហើយមានសេចក្តីប្រាថ្នាទៅសូមឲ្យគាត់កើតជាតិណារមែងបានកើតទៅទីដល់គង់គួររមែងបានសេចក្តីសុខសេចក្តីចម្រើនសម្បូរទៅដោយបាយទឹកនំចំណីត្រីសាច់ហូបគ្រប់គ្រាន់សម្បូរទៅដោយសម្លៀកបំពាក់ស្រីពាក់គ្រប់គ្រាន់សម្បូរទៅដោយផ្ទះសម្បែងកន្លែងរស់នៅគ្រប់គ្រាន់សម្បូរទៅដោយថ្នាំកែរោគដូចញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសបានធ្វើបុណ្យជាមនកិច្ចជូនគាត់អញ្ចឹងញាតិញោមទើបចែករំលែកបុណ្យកុសលជូនគាត់ទៅបុណ្យកុសលនេះនឹងបានសម្រេចដល់គាត់ហើយមកផ្សំជាមួយនឹងបុណ្យកុសលដែលគាត់បានធ្វើដែលគាត់បានសន្សំកាលនៅមានជីវិតស្រស់រស់នៅនោះផងប៉ុន្តែបុណ្យកុសលនោះនឹងយកកំណើតរបស់គាត់ឲ្យបានកើតនៅទីដល់គង់គង់ដោយអំណាចនៃបុណ្យកុសលរបស់កូនប្រុសស្រីផងនិងបុណ្យកុសលរបស់គាត់ផងសូមអនុមោទនាអញ្ចឹងនេះគឺការធ្វើបុណ្យចំពោះអ្នកស្លាប់ណាញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសហៅថាបុណ្យជាមនកិច្ចបុណ្យជាមនកិច្ចនេះអាត្មាភាពមិនចាំបាច់ចម្រៀងទេគឺលោកគ្រូធម្មយាចាគ្រប់ប្រាណលោកបានដឹកនាំលោកបានរៀបចំលោកបានបង្ហាត់បង្ហាញលោកបានប្រាប់លោកបានចម្រៀងជូនញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសតាំងពីថ្ងៃញោមស្រីស្នាមរហូតដល់ថ្ងៃនេះកិច្ចរៀបចំទុកដាក់សពនេះហៅថាជាមនកិច្ចហើយញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសគឺលោកគ្រូធម្មយាចាគ្រប់ប្រាណលោកបានចម្រៀងជូនញាតិញោមក៏ដូចជាដឹកនាំរៀបចំប្រពធ្វើកម្មវិធីនេះហើយឥឡូវនេះអាត្មាភាពសូមជម្រាបជូនញាតិញោមបន្តិចទៀតចុះទាក់ទងជាមួយនឹងការធ្វើបុណ្យជាមួយអ្នកនៅរស់ផងគុំថាស្ដាប់ធម៌លោកនរាទេសនាឬក៏ទេសនាធ្វើបុណ្យជាមួយអ្នកស្លាប់ធ្វើបុណ្យជាមួយអ្នកស្លាប់ញាតិញោមគិតថាចាំម៉ែស្លាប់ទៅចាំធ្វើបុណ្យចាំឪស្លាប់ទៅចាំធ្វើបុណ្យអត់ទេបើសិនជាញាតិញោមមានម៉ែមានឪនៅរស់ញាតិញោមជួយធ្វើបុណ្យជាមួយគាត់ឲ្យបានបុណ្យបានកុសលបានបុណ្យបានកុសលណាបានបុណ្យបានកុសលព្រាមឃើញផ្ទាល់ភ្នែកឃើញគាត់ហូរឃើញគាត់ស្រីពាកឃើញគាត់សប្បាយចិត្តឃើញស្នាមញញឹមរបស់គាត់ត្រង់ចំណុចនេះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងអង្គទ្រង់ត្រាស់សម្ដែងហើយកូនប្រុសស្រីណាដឹងគុណម៉ែដឹងគុណឪធ្វើបុណ្យជាមួយម៉ែធ្វើបុណ្យជាមួយឪកូនប្រុសស្រីនោះដូចធ្វើបុណ្យជាមួយព្រះពុទ្ធប្រកបអញ្ចឹងកូន
ូនប្រុសស្រីនោះដូចធ្វើបុណ្យជាមួយព្រះមែនតែនចឹងកូនប្រុសស្រីណាបានគោរពដឹងគុណម៉ែកូនប្រុសស្រីណាបានគោរពដឹងគុណឪធ្វើបុណ្យជូនម៉ែធ្វើបុណ្យជូនឪតបស្នងគុណម៉ែតបស្នងគុណឪកូនប្រុសស្រីនោះបានធ្វើបុណ្យធ្វើទានជាមួយព្រះពិតប្រាកដបានធ្វើបុណ្យធ្វើទានជាមួយព្រះមែនតែនព្រះសម្មាសម្ពុទ្ធលោកសម្ដែងហើយថាអត់មានព្រះណាល្អដូចព្រះម៉ែអត់មានព្រះណាល្អដូចព្រះឪទេមានតែព្រះម៉ែមានតែព្រះឪនឹងហើយគឺជាព្រះមែនតែនរបស់កូនប្រុសកូនស្រីម៉ែពរផ្ទៃកូន9ខែ10ថ្ងៃស៊ូថាតែមានព្រះណាមកពរផ្ទៃកូនជំនុំម៉ែទេអត់មានទេស៊ូថាតែមានព្រះណាមកឈឺចុកចាក់ជំនុំម៉ែទេគឺអត់មានទេ9ខែ10ថ្ងៃម៉ែពរផ្ទៃកូនតាំងពី1វិនាទីកូនប្រមែងតែងតែវិវត្តខ្លួនធំធាត់នៅក្នុងផ្ទៃរបស់ម្ដាយម្ដាយតែងតែសប្បាយចិត្តផងម្ដាយតែងតែភ័យព្រួយផងសប្បាយចិត្តនៅគណៈពេលដែលកូនបញ្ចាំកំណើតកើតនៅក្នុងផ្ទៃគាត់ពេលដែលកូនកើតមកបានឃើញមុខកូនប្រុសស្រីបានកូនធំធាត់គាត់កាន់តែសប្បាយចិត្តទៀតតែគាត់ប្រមាណចិត្តគាត់មិនទៅសប្បាយចិត្តនៅគណៈពេលដែលគាត់មកផ្ទៃកូនប្រុសស្រីនោះខ្លាចកូនប្រុសស្រីនៅក្នុងផ្ទៃរបស់គាត់ជួបផលលំបាកឈឺស្កាត់ឬមួយតែពេលបន្ទោកូនប្រុសស្រីចេញមកកូនប្រុសស្រីជួបបញ្ហាណាមួយប៉ះពាល់ទៅដល់អាយុជីវិតនោះឯងអញ្ចឹងហើយបានតែញាតិញោមជាពុទ្ធបរិស័ទប្តីប្រុសសាពិចារណាមួយចុះញាតិញោមក្តីអង្គខ្ញុំកណ្ណាអាត្មាភាពក្តីបើសិនជាយើងដាក់របស់ខ្លួនរបស់ធ្ងន់នៅតាមខ្លួនត្រឹមតែ1គីឡូ2គីឡូត្រឹមតែ1ម៉ោង2ម៉ោងយើងត្អូញត្អែយើងគិតថាធ្ងន់យើងគិតថាលំបាកក៏ប៉ុន្តែម៉ែដាក់កូននៅក្នុងពោះគាត់ដេកដើរឈរអង្គុយទៅណាក៏ដោយក៏យកកូនទៅតាមជានិច្ចក៏ប៉ុន្តែគាត់មិនដែលត្អូញត្អែថាលំបាកកូននៅក្នុងផ្ទៃរបស់គាត់នោះទេញាតិញោមហើយវិវត្តតាំងពីតូចរហូតទៅដល់ធំទៅដល់2គីឡូទៅដល់2 3គីឡូរហូតដល់ថ្ងៃប្រសូតគាត់ពងកូននៅក្នុងផ្ទៃរហូតទៅដល់ថ្ងៃប្រសូតកូនប្រុសស្រីនោះកាន់តែលំបាកទៀតពាក្យចាស់បរិបបុរាណយើងលោកឲ្យឈ្មោះថាឆ្លងទលេពាក្យថាឆ្លងទលេនេះយកជីវិតទៅបដូរជួនកាលឆ្លងផុតកូននៅម៉ែជួនកាលឆ្លងផុតម៉ែនៅកូនជួនកាលឆ្លងផុតទាំងម៉ែជួនកាលឆ្លងផុតទាំងកូនពេលខ្លះញាតិញោមជាពុទ្ធបរិស័ទប្តីប្រុសបរិបបុរាណយើងឲ្យឈ្មោះឆ្លងទលេនេះមិនមែនស្រួលដូចឆ្លងព្រែកឆ្លងពីឆ្លងអូឆ្លងកន្លែងឆ្លងបាំងទេឆ្លងទលេនេះញាតិញោមជាពុទ្ធបរិស័ទឃើញហើយម៉ែកាលពីសម័យ15ឆ្នាំមុន20ឆ្នាំ30ឆ្នាំឡើងទៅម៉ែពេលដែលបន្ទោកូនមកម្ដងមិនមែនស្រួលដូចយើងបច្ចុប្បន្នមានពេទ្យមានឆ្មោះមានថ្នាំចាក់សម្រួលការឈឺចុកចាំមានថ្នាំចាក់ថែទាំមានពេទ្យមើលថែទាំសុខភាពអ្នកម្ដាយនៅគណៈពេលដែលបន្ទោកូនប្រុសស្រីមកកាលពីម៉ែ15ឆ្នាំ20ឆ្នាំឡើងទៅនោះម៉ែពេលដែលបន្ទោកូនម៉ែពេលដែលឈឺពោះមានតែលោកឪពុករួនរយមកពីភូមិមួយទៅភូមិមួយទម្រាំនឹងបានយីមកជួយបន្ទោកូនចេញពីផ្ទៃរបស់ម៉ែទម្រាំនឹងបែកទឹកខ្លួនបន្ទោកូនប្រុសស្រីចេញមកម៉ែឈឺណាស់ម៉ែលំបាកណាស់ម៉ែវេទនាណាស់បែកញើសហូរញើសបែកឈាមហូរឈាមស្លាប់ម្ដងស្ទើរតែបាត់បង់អាយុជីវិតម្ដងពេលដែលបន្ទោកូនចេញមកម៉ែឈឺម៉ែលំបាកយ៉ាងណាក៏ដោយក៏ប៉ុន្តែនៅគណៈពេលដែលម៉ែឮសំឡេងកូនយំនៅគណៈពេលដែលម៉ែឮសំឡេងកូនស្រែកនៅគណៈពេលដែលម៉ែបានអោបនៅគណៈពេលដែលម៉ែបានថោកបានភ្នែកបានភ្នំបានបំបើដល់កូនប្រុសស្រីម៉ែហាក់បីដូចជាសប្បាយចិត្តម៉ែហាក់បីដូចជារីករាយម៉ែហាក់បីដូចជាបាត់ទុកកង្វល់ទាំងអស់ញាតិញោមជាពុទ្ធបរិស័ទប្តីប្រុសហើយកាលនោះម៉ែមិនមានថ្នាំចាក់សម្រួលកសែតកសោដូចយើងសម្រួលសុខភាពដូចយើងបច្ចុប្បន្នឲ្យមានសុខភាពល្អឲ្យមានទឹកដោះច្រើនសម្រាប់បំបើកូនប្រុសស្រីទេម៉ែកាលពី15ឆ្នាំមុន20ឆ្នាំមុនឡើងទៅនោះពេលដែលបន្ទោកូនចេញមកហើយគេត្រូវយកម៉ែទៅដាក់លើក្រែនដុតភ្លើងពីក្រោមអាំងម៉ែដូចត្រីងៀតអញ្ចឹងដើម្បីសម្រួលកសែតកសោម៉ែដើម្បីឲ្យម៉ែមានសុខភាពល្អដើម្បីឲ្យម៉ែមានទឹកដោះច្រើនសម្រាប់បំបើកកូនប្រុសស្រីម៉ែបើសិនជាគាត់មានទ្រព្យធនធានច្រើនគាត់អាចសម្រាកនៅផ្ទះគាត់អាចសម្រាកនៅលើក្រែច្រើនខែឬមួយក៏ច្រើនថ្ងៃច្រើនអាទិត្យក៏ប៉ុន្តែម៉ែខ្លះគាត់ក្រគាត់លំបាកគាត់មិនទៅមានការហូបចុកគ្រប់គ្រាន់គាត់មិនទៅមានទ្រព្យសម្បត្តិច្រើនពេលខ្លះបន្ទោកូន
ចេញមកបានត្រឹមតែមួយអាទិត្យពីរអាទិត្យក៏សម្រេចចិត្តចុះពីលើគ្រែទាំងសរសៃខ្ចីទៅធ្វើកិច្ចការងារកាប់គាស់រស់ទូធ្វើស្រែចម្ការច្បារដំណាំដាំដុះធ្វើកិច្ចការងារផ្សេងដើម្បីបានប្រាក់កម្រៃដើម្បីបានផលដើម្បីបានផ្លែដើម្បីបានការយកមកផ្ទះឲ្យកូនហូបឲ្យកូនពិសាឬមួយក៏ពុតពួងក្រុមគ្រួសារឪពុកអ្នកម្ដាយបន្ទោកូនចេញមកហើយគាត់នៅតែបំពេញកាតព្វកិច្ចជាម្ដាយល្អគាត់នៅតែបំពេញកាតព្វកិច្ចជាលោកឪពុកល្អគាត់មិនបានទុកកូនចោលទេគាត់បំពេញទៅធម៌កតញ្ញគាត់បំពេញទៅព្រមវិហារធម៌ចំពោះមេត្តាករុណាមុទិតាឧបេក្ខាចំពោះកូនប្រុសស្រីគាត់ត្រូវខិតខំប្រឹងប្រែងធ្វើកិច្ចការងារកម្មពណ៌លីសែងធ្វើស្រែចម្ការច្បារដំណាំដាំដុះដាំស្ពៃដាំត្រសក់ធ្វើការសំណង់រោងចក្រសហគ្រាសធ្វើការងារពីកន្លែងមួយទៅកន្លែងមួយត្រូវគេជេរត្រូវគេស្ដីត្រូវគេថាត្រូវគេប្រមាថមាក់ងាយយ៉ាងណាក៏ដោយក្រោមខ្យល់ក្រោមភ្លៀងបែកញើសហូរញើសបែកឈាមហូរឈាមក្រោមក្តៅក្រោមល្ងាយ៉ាងណាក៏ដោយក៏គាត់ខិតខំប្រឹងប្រែងធ្វើការងារទាំងអស់នោះដោយសេចក្តីពេញចិត្តដោយសេចក្តីរីករាយឲ្យតែបានប្រាក់កម្រៃមកចិញ្ចឹមកូនប្រុសស្រីគាត់ហ៊ានលះបង់ទាំងអស់កូនឈឺយប់ម៉ែឪមើលយប់កូនឈឺថ្ងៃម៉ែឪមើលថ្ងៃពេលខ្លះកូនឈឺច្រើនពេកមើលអស់ប្រាក់កម្រៃត្រូវលក់ដីលក់ស្រែលក់គោលក់បីលក់ទ្រព្យលក់របស់លក់អស់ពីខ្លួនមើលថែកូនប្រុសស្រីវិជាត្រូវខ្ចីបំណុលគេថែមទៀតដើម្បីយកមកមើលថែកូនប្រុសស្រីឲ្យតែកូនជាឲ្យតែកូនសុខឲ្យតែកូនស្រួលគាត់ហ៊ានលះបង់ទាំងអស់ម៉ែបញ្ចុកបាយកូនតាំងពីកន្លះសព្រារហូតដល់3 4ចានងូតទឹកឲ្យកូនតាំងពីកន្លះម្ដងរហូតដល់3 4ប៉ោនបើនិយាយអំពីការមើលថែកូនប្រុសស្រីទិញសម្លៀកបំពាក់ឲ្យកូនប្រុសស្រីតាំងពីមួយកំលេរហូតដល់រំអស់អញ្ចឹងហើយញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសសាពិចារណាមើលចោះថាតើយើងរកបុគ្គលណាម្នាក់ឲ្យល្អដូចម៉ែយើងមែនទេតើយើងរកបុគ្គលណាម្នាក់ឲ្យល្អដូចឪយើងមែនទេគឺមិនងាយមានទេម៉ែឪខំស្ដីជេរថាក៏មិនតែនៅតែក្រោបបាយឲ្យកូនហូបម៉ែឪខំស្ដីជេរថាក៏មិនតែនៅតែចង់ឲ្យកូនល្អម៉ែឪខំស្ដីជេរថាក៏មិនតែនៅតែចង់ឲ្យកូនមានបានម៉ែឪខំស្ដីជេរថាក៏មិនតែពេលខ្លះអត់ចិត្តលួចសម្រាប់ទឹកភ្នែកម្នាក់ឯងក៏មានដែរចឹងហើយកូនប្រុសស្រីបានធ្វើបុណ្យបានធ្វើទានជូនគាត់ដោយនៅក្នុងថ្ងៃនេះធ្វើបុណ្យឈាមនកិច្ចជាកិច្ចតបស្នងសងគុណជូនគាត់នេះបានបុណ្យបានកុសលខ្លាំងណាស់សូមអនុមោទនាអស់ពេលច្រើនខែម៉ែបបតី9ខែ10ថ្ងៃថ្លៃដឹងទេម៉ែពិបាកណាស់ណាមានមេប្រឹងភ្នំប្រឹងខែបុតចលណៃពោះកាន់តែធំរឹតតែធ្ងន់ឈឺស្ពឹកស្រពោនអស់ជើងដៃវិលមុខចាំគូស្ទើររាល់ថ្ងៃចុកចាប់ពេលក្រៃមិនហ៊ានស្រែកហូបក៏មិនបានសម្រាមមិនលួប្រាំម៉ែមិនហោះស្រស់ទឹកភ្នែកកូនធាក់ពោះម៉ែស្ទើរតែបែកម៉ែមិនបានដេកព្រោះតែកូនពុកជារស្មីនៃជីវិតកូនពុកតែងថែទូនបុតងូនចលណៃពុកប្រឹងធ្វើការជារៀងរាល់ថ្ងៃពុកធ្វើដើម្បីបុតថ្លៃគ្រប់គ្នាពុកពិតចិត្តស្មោះចំពោះកូនណាពុកគឺជាព្រះតែជួយការពារពុកខំក្រងកូនគ្រប់ពេលវេលាពុកទុកក្រគ្រាកាយាមពលពុកអើយពុកល្អនឹងកូនម្ល៉េះពុកឈឺយ៉ាងនេះតែពុកមិនខ្វល់ពុកគិតតែកូនបុតឈ្ងួននិមលពុកតែខ្វាយខ្វល់ដល់កូនគ្រប់គ្នាគួរអត់តូចចិត្តអាណិតម៉ែអស់5 4ខែម៉ែបបតីស៊ូទ្រាំចាញ់គួរយល់លះហើយអាស្រ័យបុតងារផ្ញើជីវិតម្ល៉េះហើយម៉ែនៅនឹកស្រឡាញ់លោកបែបមិនដេញមិនកាត់បានកិនតិនឲ្យតែខែមកចិត្តពិតចង់ឃើញបុតពិសីពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រែងឈឺក្រាស់ហូបបំបីស្ទើរផុតជីវិតចាស់លោកីវិស័យមិនចរិយាមករងចាំបើម៉ែបានឆ្លងផុតវាលធំម៉ែស្ដាប់កូនយំម៉ែចំណែមសំលេងកូនតូចដូចបណ្ដាំផ្សេងតាមទ្រូងម៉ែឲ្យតែពិតម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នមបំពេលបីបងលោកប្រណិតឆ្លងកាត់ដំណក់នៃលោហៈផ្ដិតដោយអរ៉ាដល់ផ្លែអានតុបអនុមោទនីចឹងពធទេសនាមិនបន្តទៀតទេញាតិញោមសន្មតថាចប់ត្រឹមនេះតែម្ដងដោយសារតែពេលវេលាឃើញថា20នាទីល្មមហើយណាមួយនោះក៏ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសយើងចុកដៃចុកជើងចុកឆ្កេះចុកឆ្អឹងចុកខ្នងផងដែរហើយណាមួយពធទេសនាសរុបសេចក្តីមកគឺអាត្មាភាពសម្ដែងមាន2ទី1ការធ្វើបុណ្យជូនអ្នកស្លាប់អញ្ចឹងបើសិនជាញាតិញោមចង់ធ្វើបុណ្យឲ្យបានសម្រេចទៅដល់ញោមស្រីថោហើយគឺញាតិញោមត្រូវតែជួយធ្វើតាមរយៈលោកអ្នកដែលមានសិលមានព្រះសង្ឃនិងលោកគ្រូផងអាចារ្យឧទាហរណ៍
ដោយលោកគ្រូធម្មអាចារ្យលោកជួយដឹកនាំកម្មវិធីបន់បោះញាតិញោមឃើញលោកហត់នឿយញាតិញោមជូនទឹកក្តៅទឹកត្រជាក់ជូនបាយទឹកនំចំណីត្រីសាច់ជូនគាត់ហូបពិសាផ្ដល់ស្នាមញញឹមផ្ដល់ភាពរាក់ទាក់ផ្ដល់ការគោរពស្ដាប់ប្រសាសន៍របស់គាត់ដោយសេចក្តីពេញចិត្តរីករាយធ្វើតាមគាត់បានបុណ្យបានកុសលដល់យោស្រីផងឯដូចគ្នាហើយមួយទៀតញាតិញោមបានធ្វើបុណ្យតាមរយៈព្រះសង្ឃមានការប្រគេនបច្ច័យទាំងឡាយ4ឬមួយតែប្រគេននៅអមិសទានមានបាយទឹកនំចំណីត្រីសាច់ហៅថាចង្ហាន់នោះញាតិញោមទិញជូនទៅដល់យោស្រីទៅគឺបានសម្រេចដល់យោស្រីហើយមួយទៀតការធ្វើបុណ្យសម្រាប់អ្នកនៅរស់បើសិនជាញាតិញោមមានម៉ែមានឪនៅរស់ញាតិញោមជួយធ្វើបុណ្យជាមួយគាត់ចោះបានបុណ្យភ្លាមជូនខោអាវគាត់ស្រីពាកឃើញគាត់ស្រីពាកខោអាវស្អាតមិនស្អាតដល់មិនដល់ល្អញាតិញោមអាចផ្លាស់ប្ដូរជូនគាត់បានជូនបាយទឹកនំចំណីត្រីសាច់គាត់ហូបឃើញគាត់ហូបឆ្ងាញ់មិនឆ្ងាញ់ឆ្អែតមិនឆ្អែតញាតិញោមអាចថែមថយជូនគាត់បានជូនបច្ច័យលុយកាក់គាត់ចាយឃើញគាត់ចាយឃើញគាត់ទៅវត្តឃើញគាត់ទៅវាឃើញគាត់ទៅផ្សារទិញម្ហូបទិញអាហារទិញនំចំណីត្រីសាច់ហូបពិសាឆ្ងាញ់ជូនគាត់ទៅកន្លែងសប្បាយចិត្តរីករាយទៅរមណីយដ្ឋានជាដើមឃើញគាត់ទៅកន្លែងសប្បាយចិត្តរីករាយទៅរមណីយដ្ឋានឃើញគាត់ហូបរបស់របរឆ្ងាញ់តែកូនប្រុសស្រីទិញជូនគាត់ហូបពិសាញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសបានធ្វើបុណ្យបែបនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបានធ្វើបុណ្យតនៅខាងលើបានធ្វើបុណ្យជាមួយម៉ែជាមួយឪហើយឃើញគាត់បានទទួលផលពីកូនប្រុសស្រីភ្លាមតែម្ដងចឹងមុននឹងបញ្ចប់ពធទេសនាខ្ញុំកណ្ដាលអាត្មាភាពក៏សូមពមៀនប្រមូលកងការមហាជាកុសលនៃការចេញអំពីសម្ដែងទឹកចិត្តរបស់លោកគ្រូធម្មអាចារ្យគ្រប់ប្រាលោកយាយលោកតាអិសរាធិបតីសម័យដើមទៀនប្រធានតាមបុណ្យអស់លោកជាសែនទូសាប្រុសស្រីប្រុសទាំងអស់ជាពិសេសកូនប្រុសកូនស្រីកូនប្រសាកូនបង្កើចៅប្រុសចៅស្រីរបស់ញោមស្រីបានការផលហើយសូមបុណ្យកុសលទាំងអស់នេះបានសម្រេចទៅដល់ញោមស្រីសូមញោមស្រីទទួលអនុមោទនាបានទទួលអនុមោទនាហើយសូមសោយសុខទៅឋានបរមសុខសោយសុខទៅឋានបរមសុខហើយបានធៀងងាកក្រោយបន្តជូនពរជ័យស្រីសុស្ដីដល់ញាតិញោមប្រុសស្រីបានសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារហើយមួយចំណែកលើទៀតអស់ខ្ញុំកណ្ដាលអាត្មាភាពព្រះភិក្ខុរៀលដល់សូមមេត្តាខន្តីអភ័យអត់ទោសពីសំណាក់លោកគ្រូធម្មអាចារ្យគ្រប់ប្រាលោកគ្រូដូចជាគ្រូរបស់ខ្ញុំកណ្ដាលអាត្មាភាពអញ្ចឹងមិនចាំបាច់ទេក៏លោកចេះដែរហើយក៏សូមមេត្តាខន្តីអភ័យអត់ទោសពីសំណាក់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសទាំងអស់បើសិនជាអស់ខ្ញុំកណ្ដាលអាត្មាភាពសម្ដែងធម៌ទេសនាទៅហើយជ្រុលជ្រួសហូបពាក្យសម្ដីនិយាយស្ដីបន្តរំកប់បីខុសនៅក្នុងកន្លែងជនជាត្រង់កន្លែងណាមួយសោក៏សូមមេត្តាខន្តីអភ័យអត់ទោសទុកជាមុនផងដោយសារតែអាត្មាភាពប្រតែនៅខ្ចីវ័យនៅក្មេងសម្លេងមិនសូវល្អខមិនសូវល្អចិត្តមិនចង់ងាយរៀនបានតិចភ្លេចច្រើនខ្លាំងសម្ដែងធម៌ទេសនាចែកជូនញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសដឹងខ្លួនឯងច្បាស់មានត្រូវខ្លះមានខុសខ្លះអញ្ចឹងទេនោះបើសិនជាត្រូវសូមយកចោលហើយបើសិនជាខុសទម្លាក់ដោលតាមស្រែតាមខ្នល់ទៅដល់ទៅញាតិញោមមិនចាំបាច់យកទៅដល់ផ្ទះគិតវែងឆ្ងាយយកតែពិបាកនៅក្នុងការគិតទេហើយអាត្មាភាពនឹងញាតិញោមដឹងហើយថាលោកនរាស៊ីជូទេញាតិញោមណាទេសនាកើតមិនកើតទេសនាព្រោះមិនព្រោះស្ដាប់បានអីចិត្តបញ្ជូលលោកទៅអាត្មាភាពនឹងក៏សប្បាយចិត្តដែរដល់វត្តវិញខិតខំប្រឹងប្រែងសិក្សារៀនសូត្រទៀតក្រែងលោកតបាន4-5ឆ្នាំទៀតឲ្យពុកបាន20ឆ្នាំដំបូងនេះញាតិញោមតែវិញ្ញាណទេសនាចុះពីលើមេមិនទាន់ខុតចេញពីកន្លែងញាតិញោមមិនទាន់รู้ញាតិញោមហើយពួនលោកនរាមកពីវត្តតោទេមិនកើតស្ដាប់មិនបានថ្ងៃក្រោយស្បត់ឡើងពួនលោកនឹងទេដល់វត្តវិញអត់ចិត្តក៏មកសក្បានណាញាតិញោមចឹងហើយញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសអាត្មាភាពតែងតែគោរពស្រឡាញ់ញាតិញោមទាំងអស់ដូចជាម្ដាយពុកទី2អញ្ចឹងមានថាម្ដាយពុកទី2ប៉ុណ្ណេះបើសិនជាកូននិយាយទៅត្រូវខ្លះខុសខ្លះយ៉ាងណានោះបើសិនជាខុសកាយកប់ត្រឡប់ជាន់ទាំងអស់ទៅញាតិញោមហើយមួយចំណែកលើទៀតក៏សូមជូនពរជូនជ័យសិរីសួស្ដីដល់គ្រូធម្មអាចារ្យយាយលោកតាអិសរាធិបតីសម័យដើមទៀនប្រធានតាមបុណ្យញាតិញោមដែលលើតាមសម្លេងឃោសនាតាមផងដែរនោះនៅក្នុងថ្ងៃថ្មីនៅក្នុងខែថ្មីនៅក្នុងឆ្នាំថ្មីសំកបជួបព្រះនៅសិរីមីប្រការពុទ្ធពររបស់ព្រះសម្មាសម្ពុទ្ធ5ប្រការគឺអាយុវណ្ណៈសុភៈពលៈនិងបដិធានកំបីក្លៀងក្លៀនដល់សេចក្តីសុខសេចក្តីចម្រើនសុខទាំងកាយសប្បាយទាំងចិត្តដំណើរជីវិតអញ្ជើញទៅទីចិត្តទីឆ្ងាយសូមឲ្យមានគេអត្តមានគេស្រឡាញ់មានគេអតមានគេរាប់អានមានលុយមានកាក់មានមាសមានប្រាក់បាន10ការ10លាន10កបជួបព្រះនៅសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យគឺសម្បត្តិព្រះនិព្វានប្រសិនបើញាតិញោមមានចិត្តបងប្រាថ្នានៅសម្បត្តិណាមួយនោះតើក៏សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាកុំបីឃ្លានឡើយសូមអនុមោទនាបុណ្យសូមអនុមោទនាបុណ្យជាបណ្ឌកិច្ចរបស់ញោមស្រីឧបាសិកាហើយសូមអនុមោទនាអា
យ៉ាងសង្ឃេបេនិសមតាធម៌ទេសនាសម្ដែងដោយអង្គខ្ញុំប្រកាសអាត្មាភាពព្រះវិខុរៀបរាសន្មតថាចំដោយសង្ខេបបែបរៀងវែងអេវ៉ាំងសាធុសាធុសា